ជំរាបសួរបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំបាទចង់បង្ហាញបងប្អូនអរគ្នាអំពីភាពខុសគ្នារវាង motor បូកបំបែកខ្នាតធំពី model នេះសម្រាប់ model នេះគឺ HM 1307C មួយ model នេះគឺ HM 1317C បាទខុសគ្នា17ហើយនឹង07សម្រាប់07នេះគឺមកជាមួយនឹងកម្លាំងបុកទង្គិច 25.5 Joule ទម្ងន់15គីឡូជាងណាហើយប្រើផ្លែគឺគូតបែបនេះបាទមានកន្លែង lock មួយហើយនឹងចង្អូប៉ុណ្ណេះគេហៅថា30លីណានេះ30មីលីម៉ែត្របាទហ្នឹងគឺជាគូតផ្លែដែលប្រើជាមួយនឹង motor មួយហ្នឹងបាទហើយតាក់ទងជាមួយនឹង motor មួយនេះគឺមានបច្ចេកវិទ្យាដូចជា soft start នៅពេលដែលយើងចុចកុងតាក់ដំណើរការគឺវាអត់កន្ត្រាក់ទេគឺវាធ្វើការបុកយឺតរហូតដល់កម្លាំងខ្លាំងរបស់វាណាបាទអញ្ចឹងប្រភេទនេះមានកន្លែងសេរីល្បឿនទៀតល្បឿនរហូតដល់5លេខបាទកន្លែងសេរីល្បឿនរហូតដល់5លេខបាទដែលយើងអាចកំណត់ទៅតាមទំហំផ្លែដែរចំណែកឯមួយនេះវិញបាទ HM 13បាទ 17C កម្លាំងបុកទង្គិចគឺ25 Joule ចំណែកឯអ្វីដែលខុសគ្នាបាទផ្លែក៏ដូចគ្នាដែរផ្លែគឺ30មីលីម៉ែត្រដូចគ្នាអ្វីដែលខុសគ្នានេះបាទ AVT បាទ AVT នេះគឺបច្ចេកវិទ្យាកាត់បន្ថយរំញ័របាទមកលើ motor កាត់បន្ថយរំញ័រលើអ្នកប្រើប្រាស់បើថាវាអត់សូវញ័រខ្លាំងទេតែកម្លាំងក៏នៅដដែល25 Joule ដដែលបាទអញ្ចឹងអ្នកប្រើប្រាស់អត់សូវញ័រទេដោយសារមានដុំ spring បាទប្រឆាំងនៃទិសដៅបុកនឹងហើយចំណែកឯផ្លែដូចគ្នាសឹងតែទាំងអស់បាទខុសគ្នាចំណុចនឹងមួយបាទមាន soft start ដូចគ្នាមាន constant speed ដូចគ្នាបាទអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាមានចំណាប់អារម្មណ៍បាទចង់ដឹងព័ត៌មានបន្ថែមអំពី motor នេះឬក៏ចង់សាកបងប្អូនអ្នកគ្នាអាចតាក់ទងលេខទូរស័ព្ទដែលខ្ញុំដាក់បាយវីដេអូបានបាទសូមអរគុណសូមជម្រាបលា